bà đi sờ đã bàn pra ta cái chop sốt bà ta chop ấy mình pra đốp booster cho đi bà sờ nhé còn vừa sài tràn chẳng lôi cạn miên cầm nát chẳng còn tiền bánh ta cái chop này đi mà cái bánh ta cái chop cho đi bà hay là pháo cái bánh này sờ này ấp miên cho ruột đá bằng bọn bà cái chop bọt miên mà ra ruột cắt xiết ấp cho ruột đi bằng bọn bà là đây bao dương thưa bay đo hay đây dương miên ở bánh ha khăng thôi miên làm ra ruột cắt xiết khăng anh đang ai đang hôm trong thì đài chop đó bà chop đi ta phải dùng bông chuẩn bị booster đang đọt trâu thì đây này cột cặp smile nhưng cột đỏ bạn bắt bán thằng nó màประมาณ นึง to từ smile tí chứ smile class ok hơi của tôi cái ngọc này class ok hơi smile cái này mà nữa cái lục ba cái lục ba này class cái hơi chúng ta và tam một bọn cái đấy còn đâu bán được chop trâu tới chốt boosterยังប្រើទាំងឈុតក៏រត់តែល្អតែយើងអត់មានលុយកាក់ទេយើងអាចហែកវាជាពីរបាញ់ផ្សេងគ្នាចឹងមកយើងអត់ចាំបាច់បាញ់ទាំងអស់ក៏បានដែរយើងបាញ់តែកញ្ចប់ក៏ថានេះដោកាត់យើងប្រើទៅវាលក្ខណៈកញ្ចប់ចឹងមកក៏ខ្លាយយកផលបានគ្នាបាទព្រោះក៏យើងទាំងយើងអត់តង់ប្រើកញ្ចប់ទេយើងប្រើតែដបក៏បានដែរអត់មានបញ្ហាទេបាទតែជាច្បល់របស់ខ្ញុំហើយនឹងជាច្បល់គោលនៅប្រចាំនៅក្រុមហ៊ុនគាត់ឲ្យបានចូលពីរមុខចូលគ្នាគាត់ប្រាប់ឲ្យប្រើពីរមុខចូលគ្នាហើយគាត់ក៏បានប្រាប់ថាបើសិនថាចង់ឲ្យដំណាំនោះវាល្អដាច់ទៅហ្មងបាទគាត់ឲ្យបញ្ចូលពូសាទៅបរិនចូលហើយខ្ញុំពិសោធន៍ចាក់ស្ដែងក៏ពេលដែលខ្ញុំលាយបរិនចូលមួយទៀតគឺឃើញស្រូវនោះគឺឬមកក៏ដំណាំផ្សេងៗនោះគឺវាផ្លាខ្លាំងហ្មងបាទខ្ញុំបានការប្រាប់បងប្អូនបាទចិត្តតាមនឹងគឺបាទចែកមកគួរហាផ្កាមកចេញស្អាតបាទវាចេញមកវាអត់ប្រចាំគ្នាបងដាក់មកមើលមកតួងអូសំទោសម្ចាស់ស្រែបងប្អូនមើលបាទចេញមកគឺវាអត់មានជាប់នៅស្លឹកនេះទេបងប្អូនចេញមកគឺវារុញផុតមកអញ្ចឹងបាទបាទដូចកនដៅអញ្ចឹងបាទនេះជាលក្ខណៈដែលប្រើប្រាស់ជុត booster សំទោជីធម្មជាតិ43បាទកញ្ចប់បាទបើយើងអមជាមួយ booster ទៀតមិនដឹងជាយ៉ាងណាបាទខាងក្រោមនោះខ្ញុំគាត់ប្រើអមជាមួយ booster បាទអានោះมันអត់ទាស់បាទនឹងបាត់អស់តោះបងបាទចឹងការប្រើប្រាស់ជីបងប្អូនប្រើប្រាស់ជីក្រុមហ៊ុនណាក៏ដោយបាទបងប្អូនត្រូវមើលលក្ខណៈវាច្បាស់បាទវីដេអូក្រោយៗខ្ញុំនឹងបញ្ចូលថាតើបងប្អូនបាញ់ជីប្រព័ន្ធដែលមានសមត្ថភាពខ្លាំងវាចេញរោគសញ្ញាបែបម៉េចនៅក្នុងមួយសប្តាហ៍ណាបងប្អូនអាចនេះបានពីព្រោះខ្ញុំបបពិសោធន៍ច្រើនដែរបើនិយាយទៅតាក់ទងទៅនឹងជីប្រព័ន្ធណាបាទខ្ញុំធ្វើជីប្រព័ន្ធតាំងពីគេមានក្រុមហ៊ុនជីប្រព័ន្ធ1 2បងប្អូន1 2ហើយជីបំពន់ពីចំនួនការជិត10ឆ្នាំមុនហ្នឹងពេលដែលប្រើទៅបងប្អូនបាញ់ចូលអត់ឡើងដូចគីមីទេបងប្អូនបាញ់ចូលអត់ឡើងដូចគីមីទេរហូតដល់មកបន្ទាប់មកទៀតមានជីបំពន់ខ្លះបាញ់ទៅរៀងក្បែរគីមីបន្តិចបាទបន្ទាប់មកឡើងទៀតជីបំពន់ខ្លះវាមានសមត្ថភាពប្រហាក់ប្រហែលគីមីបាទបន្ទាប់មកទៀតជីបំពន់ឡើងមកទៀតវាមានសមត្ថភាពលើជីគីមីមកកម្រិតបាទបន្ទាប់មកទៀតវាមានអាជីធម្មជាតិខ្លះបាញ់ល្អជាងអាគីមីគុណនឹង2ដងបាទរហូតដល់ឥឡូវនេះបាទបាញ់ល្អជាងអាគីមីនោះ3ដងបាទរហូតដល់ឥឡូវនេះទៀតមានអា booster ហ្នឹងបាញ់ហើយសូវល្អជាងអាគីមី3ដងហើយវាអត់ចូលរោគទៀតណាវាចេះទៀតបងប្អូនឥឡូវវាចង់ថាជីធម្មជាតិនេះបងប្អូនតាមដានដូចខ្ញុំដូចរឿងភាគវិញបងប្អូនស្ងោយវាបាទវាធម្មជាតិ 100% តែសមត្ថភាពវាគឺអត់ទោះហើយ